បាទក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីវ៉ានបិទបើកអូតូដែលប្រើអគ្គិសនីមួយចំនួនមានប្រភេទប្រើថ្មហើយប្រភេទប្រើភ្លើងហើយនឹងប្រើប្រព័ន្ធ controller ផ្សេងៗសម្រាប់ប្រភេទវ៉ានតូចនិងវ៉ានធំជាដំបូងនេះគឺប្រភេទប្រើថ្មប្រភេទប្រើថ្មនេះគឺយើងត្រូវការតែថ្មតែ2គ្រាប់ទៅមានយើងអាចប្រើបានសម្រាប់បិទបើកបាទនេះយើងស័ក្តិសមសម្រាប់ប្រើនៅតាមផ្ទះឬកិច្ចការតូចៗអញ្ចឹងនៅក្នុងនេះគឺមានប្រព័ន្ធកំណត់ម៉ោងវាមានក្នុងស្រាប់អញ្ចឹងយើងកំណត់ម៉ោងវាបិទបើកប៉ុន្តែវ៉ាននេះគឺប្រើបានតែចំពោះតយោ21ឬ27តាមផ្ទះទេសម្រាប់តយោធំគឺប្រើបានទេហើយក៏មានទំហំធំដែរអញ្ចឹងវាមានច្រើនប្រភេទក្នុងនោះមានរបស់ចិនមួយនេះរបស់អាមេរិកប្រភេទ Rainbird ប៉ុន្តែមានប្រភេទមួយប្រភេទនេះគឺជាប្រភេទដែលទោះបីជាទឹកខ្សោយក៏ប្រើបានដោយសារវាជាប្រភេទ Cli ចំណែកប្រភេទក្រៅពីហ្នឹងប្រភេទទូទៅនេះគឺបើសិនជាទឹកក្រោម 0.5 បាឬក៏ស្មើនឹងស្តែនកម្ពស់5ម៉ែត្របើសិនជា5ម៉ែត្រចុះប្រើបានទេអញ្ចឹងដោយការប្រើទឹករត់ឬក៏ទឹកដែលមានកម្លាំងចាប់ពី 0.5 បាឡើងទៅចំណែកនេះគឺជាតបមកប្រភេទនេះជាប្រភេទ solenoid នេះវាមានចាប់ពីលេខ8ទៅដល់លេខ6មានទៅយក6អញ្ចឹងពួកនេះគឺមានប្រភេទប្រើភ្លើងឬ AC ឬភ្លើង DC ប្រភេទនេះគឺប្រភេទ indoor អត់អាចប្រើខាងក្រៅផ្ទះបានទេមានន័យថាសើមក៏ប្រើបានដែរឬក៏ហាភ្លៀងហាខ្យល់បានទេត្រូវការដីបរិយាកាសស្ងួតមិនអញ្ចឹងទេឆេះហើយឆាប់ក្តៅចំណែកនេះជាប្រភេទមួយនេះក៏ដូចគ្នា solenoid ប៉ុន្តែប្រភេទនេះគឺជាទូទៅយើងប្រើនៅតាមផ្ទះសម្រាប់ម៉ាស៊ីនបោកអាវម៉ាស៊ីនតូចម៉ាស៊ីនចម្រោះទឹកអីចានេះមានតែត្រឹមតែលេខ21ទេអត់មានធំជាងទេចំណែកនេះជាប្រភេទវ៉ានមួយទៀតដែលយើងបំពាក់ទៅលើវ៉ានធម្មតាយើងវ៉ានកាច់ដៃនេះយើងយកនេះមកបំពាក់ពីលើបិទបើកបានអានេះអាចប្រើបានដល់ទៅយោ34ចំណែកមួយទៀតនេះប្រភេទ motorized នេះហៅថាវ៉ាន Cli អញ្ចឹងអានេះវាមានលេខវាចាប់ពីលេខ21រហូតដល់លេខ6អញ្ចឹងអានេះទោះបីទឹកខ្សោយមិនក៏ប្រើបានដែរវាមានប្រភេទខ្សែ2ខ្សែ3ខ្ញុំមានវីដេអូមុនដែលនិយាយពីប្រភេទហ្នឹងហើយប្រភេទមួយនេះជាប្រភេទដែលគេប្រើជាទូទៅចិត្តនៅក្នុងកសិកម្មស្រោចស្រពប៉ុន្តែនេះជាប្រភេទ solenoid ដែរប៉ុន្តែវាប្រើការប្រភេទ hydraulic បូកជាមួយនឹង solenoid មានន័យថាវាប្រើការភ្លើងដើម្បីបិទបើកហើយពួកប្រភេទនេះមានចាប់ពីតយោ21ទៅដល់តយោលេខ150ឬក៏ទំហំ6អ៊ីងអញ្ចឹងដូចក្នុងករណីមួយនេះគឺប្រភេទតយោលេខ9ហើយអញ្ចឹងអានេះគឺវាមានកន្លែងបិទបើកនៅត្រង់កន្លែងនេះជាកន្លែងបិទបើកវាអានេះវាមានប្រភេទប្រើភ្លើង24 វ៉ុល 220 ឬក៏ប្រភេទប្រើថ្មនេះអាចប្រើថ្មក៏បានដែរអានេះដូចគ្នាពីរនេះគឺដូចគ្នាទេមានន័យថាមានcoil solenoid coil វានៅត្រង់កន្លែងនេះហើយមានកន្លែងបិទបើកវានៅនេះអញ្ចឹងប្រភេទនេះគឺវាមានអាចប្រើភ្លើង220នៅក្នុងករណីយើងអាចប្រើភ្លើង220យើងអាចប្រើ DC យើងប្រើ AC 24 វ៉ុលក៏បានឬក៏យើងប្រើ DC LED នេះមានន័យថាយើងប្រើប្រព័ន្ធថ្មអញ្ចឹងទៀតខ្ញុំនឹងបង្ហាញពីប្រភេទ controller ក្នុងដែលអាចបញ្ជាពួកប្រភេទនេះបានហើយនេះគឺរបស់អ៊ីតាលីអានេះម៉ាក Rain របស់អ៊ីតាលីចំណែកអានេះវិញគឺ Toro នេះរបស់អាមេរិកដែរអានេះ Rainbird ជារបស់អាមេរិកដែរប្រភេទ Rainbird ចំណែកអានេះជាប្រភេទ pressure reduce valve មានន័យថាវាអាចគ្រប់គ្រងសម្ពាធយើងអាចបន្ថយសម្ពាធមានន័យថាឧទាហរណ៍ទឹកយើងខ្លាំងទឹកយើងដល់ទៅ10បាយើងចង់តម្លាក់មកសល់ថាធ្វើម៉េចវាចេញត្រឹម5បាអីអញ្ចឹងយើងអាចមានកន្លែងសេរីដើម្បីបន្ថយប៉ុន្តែអាចតម្លើងបានទេអាចបន្ថយបានអានេះបន្ថយសម្ពាធអញ្ចឹងជាទូទៅគឺពួកនេះប៉ុន្តែពួកប្រភេទវ៉ាន
hydraulic នេះហៅ hydraulic បូក solenoid នេះគឺទឹកខ្លាំងមិនប្រើបានមានទឹកចាប់ពី 0.5 បាឡើងទៅជាទូទៅសិតតែ1បាឡើងបានយើងគួរប្រើវាបើសិនជាទឹកខ្សោយអត់ចេញទេគឺដាក់ទៅអត់ចេញទឹកទេពួកនេះអញ្ចឹងបើសិនជាទឹកខ្សោយយើងអាចប្រើពួក motorized នេះឬក៏ប្រភេទពួកនេះគេហៅប្រភេទពួក ball valve ឬក៏ប្រភេទមេអំបៅមេអំបៅនេះវាមានដល់ទៅលេខ500មានន័យថាចាប់ពីទូទៅប្រើត្រឹមពីលេខ60 មីលីម៉ែត្រហ្នឹង63ហ្នឹងទៅដល់លេខមានដល់លេខ500បើសិនជាយើងធំជាងនឹងទៀតជាទូទៅយើងត្រូវប្រើពួកប្រភេទsluice gate ហើយថាប្រភេទទាញឡើងវិញហើយអញ្ចឹងដើម្បីពួកប្រភេទនេះគឺយើងឃើញវាមាន coil វាអ្នកវិទ្យានេះពួកនេះស៊ីភ្លើងតិចអញ្ចឹងខ្ញុំនិយាយមិញមានជម្រើសប្រើភ្លើងខុសៗគ្នាមានខ្លះមានដូចនេះគឺគេប្រើ coil shot អត់មានតយោមានអីទេចំណែកនេះគឺយើងមានតយោមានថាប្រើប្រព័ន្ធ hydraulic មកជួយវាដើម្បីជួយផ្នែកជួយឲ្យ coil នេះអានេះ shot អត់មានតការ hydraulic មកជួយទេអញ្ចឹងអានេះកាលណាអត់មានអីទាំងអស់អញ្ចឹងពួកហ្នឹងគឺទូទៅមានត្រឹមតែលេខ8ទេអត់អាចធំជាងលេខ8ទេចំណែកពួកប្រភេទរបស់អ៊ីតាលីរបស់អាមេរិកនេះគឺជាទូទៅយើងមានតែលេខ6ធំជាងលេខ6គឺតម្លៃវាថ្លៃខ្លាំងអញ្ចឹងយើងអត់សូវប្រើវាទេអញ្ចឹងបន្ទាប់ពីហ្នឹងមកយើងឃើញថាទាំងអស់ហ្នឹងយើងត្រូវការពួកហ្នឹងវាមានវាត្រូវការភ្លើងដើម្បីបិទបើកវាអញ្ចឹងយើងធ្វើម៉េចដើម្បីបានភ្លើងបិទបើកវាអញ្ចឹងដើម្បីបិទបើកវាបានយើងត្រូវការមាន controller មួយទៀតមានន័យថាអាច timer ធម្មតាឬក៏ controller ដែលគេបង្កើតមកសម្រាប់ irrigation តែម្ដងសម្រាប់ស្រោចស្រពតែម្ដងក្រៅពីវ៉ានប្រើថ្មយោ21 27ដែលយើងមាន timer ស្រាប់តែយើងប្រើសម្រាប់ក្នុងផ្ទះហ្នឹងក្រៅពីនេះយើងត្រូវការប្រភពភ្លើងដើម្បីបញ្ជាវាអញ្ចឹងមានខ្លះប្រើប្រភេទយើងអាចប្រើ AC ក៏បានយើងប្រើ DC ក៏បានឬក៏យើងប្រើថ្មក៏បានឬក៏ប្រើ solar អញ្ចឹងយើងត្រូវការប្រព័ន្ធបញ្ជាហើយនិងប្រភពភ្លើងឲ្យវាព្រោះទាំងអស់ហ្នឹងអត់មាននាឡិកាម៉ោងមកស្រាប់ដោយប្រភេទតយោ21យើង21ឬ27មិនបាញ់មិញទេអញ្ចឹងយើងនិយាយពីប្រព័ន្ធបញ្ជាយើងធ្វើម៉េចនឹងអាចបញ្ជាវាបានអញ្ចឹងសាមញ្ញបំផុតយើងគ្រាន់តែត្រូវការតែកុងតាក់ម៉ោងមួយមានអាចមាន AC ឬ DC ព្រោះឧបករណ៍វ៉ានទាំងអស់ហ្នឹងឲ្យតែមានភ្លើងចូលវាដើរអត់វាអត់ត្រូវការទៀតទេឲ្យតែមានភ្លើងចូលដើរបិទភ្លើងបិទអញ្ចឹងសាមញ្ញយើងមានតែកុងតាក់ម៉ោងមួយក៏យើងអាចព្យាបានកំណត់ម៉ោងបិទអូតូតាមនាឡិកាម៉ោងនេះទៅមានប្រភេទ AC ឬ DC ទៅប្រភេទនេះអញ្ចឹងខ្ញុំបង្ហាញមិញគឺយើងអាចមានភ្លើងប្រើភ្លើង AC ប្រើភ្លើង DC ឬក៏យើងប្រើប្រភេទ latching ដែលយើងហៅប្រើថ្មអញ្ចឹងក្រៅពីយើងមាននេះគឺនាឡិកាម៉ោងសាមញ្ញមួយប៉ុន្តែនៅពេលដែលយើងត្រូវការគ្រប់គ្រងបានច្រើនអញ្ចឹងយើងអាចប្រើប្រភេទជាកុងតាក់ Wi-Fi នេះក៏យើងអាចបញ្ជាបាននេះន័យថាយើងកំណត់ program ក្នុងកុងតាក់ Wi-Fi នេះទៅបិទបើកបានមួយអានេះប្រើបាន4វ៉ានបិទបើកបាន4ឬក៏យើងប្រើ tele បញ្ជាក៏បានអានេះជាប្រភេទកុងតាក់ tele អញ្ចឹងអានេះយើងបិទបើកតាមចុច tele បិទបើកវាបានអញ្ចឹងយើងបញ្ជាបានទាំងអស់នឹងបានក្រៅពីនោះយើងមានជាអាចជា controller របស់វាតែម្ដងអញ្ចឹង controller ដើម្បីគេធ្វើមកដើម្បីគ្រប់គ្រងបានតែម្ដងអញ្ចឹង controller ហ្នឹងអាចមានច្រើនប្រភេទទៀតមានប្រភេទប្រើ AC បើសិនជាក្នុងករណី WAN controller គឺជាទូទៅគឺសុទ្ធតែ output វាគឺ 24V AC ទាំងអស់ដោយអានេះរបស់ Mark Randberg របស់អាមេរិក8 zone អានេះ Hunter អានេះគ្រប់គ្រងបាន410នេះរបស់អាមេរិកអញ្ចឹងពួកហ្នឹងសុទ្ធតែ 24V AC ហើយពួកហ្នឹងគ្រប់គ្រងបានតែប្រភេទពួក WAN solenoid hydraulic នេះទេអត់អាចទៅគ្រប់គ្រងពួកប្រភេទ ball ឬក៏ WAN មានបើបានទេក្រៅពីនេះខ្ញុំចែកជាប្រភេទមួយទៀតប្រភេទ wireless អញ្ចឹងអា4ក្រុមនេះចាត់ទុកជាប្រភេទ wireless ហើយពួកនេះយើង set program ទុកចោលអានេះ wireless មាន Wi-Fi មានន័យថានេះយើងមាន Wi-Fi យើងអាចបញ្ជាវា set program ក្នុង controller Wi-Fi នេះយើងបញ្ជាវាចំណែកក្រៅពីហ្នឹងយើងមានជា
នេះ controller ខាងខ្ញុំធ្វើខ្លួនឯងទេអានេះយើងប្រើ SIM ដើម្បីគ្រប់គ្រងវា controller អានេះជាប្រភេទប្រើ SIM យើងដាក់ SIM នៅនេះយើងដោយកាមេរ៉ាអញ្ចឹងយើងប្រើ SIM យើងអត់ចាំបាច់មាន Wi-Fi ទេភ្ជាប់អ៊ីនធឺណិតភ្ជាប់ហើយយើងបញ្ជាតាម app ទូរស័ព្ទដៃនេះគ្រប់គ្រងបានច្រើន200បានបន្តមកទៀតយើងនិយាយពីប្រភពភ្លើងធ្វើម៉េចផ្ដល់ភ្លើងឲ្យបានអត់នេះអញ្ចឹងបើសិនជាយើងមានភ្លើងអត់បញ្ហាទេដូចក្នុងករណី controller នេះយើងមានភ្លើងយើងអូខ្សែមកដល់វ៉ាននេះប៉ុន្តែក្នុងករណីដែលវ៉ាននេះអត់មានភ្លើងនៅឆ្ងាយនៅចការដាច់អត់មានប្រភពភ្លើងអត់មានខ្សែភ្លើងអញ្ចឹងយើងត្រូវការពឹងលើ solar ដើម្បីចិញ្ចឹមវាអញ្ចឹងដើម្បីប្រើ solar បានដូចប្រភេទនេះយើងអាចប្រើ timer នេះមួយគ្រាប់ប្រើថ្ម9វ៉ុលអាចព្យាបាលនេះបានទាំងអស់ហ្នឹងគឺប្រើបានទាំងអស់លើកលែងពួកមេអំបៅពួកនោះយើងអាចប្រើបានទេព្រោះនេះប្រភេទនេះហើយយើងត្រូវការប្រើប្រភេទក្បាល solenoid ប្រភេទប្រើថ្មនេះsolenoid latching ប្រើថ្មនេះឬក៏យើងប្រើមួយនេះក៏បានជាបានដូចគ្នាហើយបើសិនជាក្រៅពីនេះទៀតយើងនិយាយពីប្រភពភ្លើងមួយទៀតគឺយើងអាចប្រើ solar សម្រាប់វ៉ាននេះគឺ solar ទំហំនេះយើងអាចប្រើបានហើយព្រោះវាស៊ីភ្លើងតិចពួកប្រភេទ solenoid នេះខ្មៅនេះយើងប្រើ solar ប្រភេទនេះយើងអាចប្រើបានអានេះក្នុងករណីដែលយើងមាន controller ពិសេសទៅគ្រប់គ្រងវាបើអត់មានអត់អាចប្រើ solar ប៉ុណ្នេះបានទេនេះខ្ញុំនិយាយឲ្យពាក់ព័ន្ធជាមួយនឹងប្រភេទ wireless receiver ដែលអាចប្រើ solar ប៉ុណ្ណេះបានហើយបើសិនជាក្នុងករណីmotorized នេះយើងត្រូវការពួក solar ប៉ុណ្នេះ solar ទំហំវាប្រហែលជា5វ៉ាត់យើងអាចគ្រប់គ្រងបានហើយប៉ុន្តែបើយើងអត់មាន controller ទេយើងប្រើ timer ធម្មតាយើងត្រូវការពួកប្រភេទនេះយ៉ាងហោចក៏ត្រូវការ solar 20វ៉ាត់ដែរបានអាចរត់រួចអញ្ចឹងកាលណាយើង controller ដែលយើងប្រើសម្រាប់ solar គឺគេធ្វើមកសម្រាប់ឲ្យវាស៊ីភ្លើងតិចហើយបើសិនជាប្រភេទនេះវិញត្រូវការ solar ធំជាងនេះយើងប្រើ solar យើងមានប្រយោជន៍យ៉ាងម៉េចយើងប្រើ solar យើងមានប្រយោជន៍ត្រង់ថាយើងអត់ចាំបាច់អូសខ្សែឧទាហរណ៍យើងមាន controller នៅឆ្ងាយយើងចម្ងាយពី300ម៉ែត្រឬក៏យើងចង្កេះអាចដល់1000ម៉ែត្រអីចឹងយើងអត់អាចទៅបើយើងអូសខ្សែពី controller មកដើម្បីមកដល់វ៉ាននេះយើងត្រូវអូសខ្សែច្រើនអញ្ចឹងយើងប្រើ solar នេះមានន័យថា solar នេះយើងភ្ជាប់ជាមួយនឹងវ៉ានបន្ទាប់មកយើងមានដុំ wireless receiver ដើម្បីចាំទទួលសញ្ញាពី controller មួយនេះអញ្ចឹង controller ខាងខ្ញុំមួយនេះគឺយើងអាចបញ្ជាពី controller ហ្នឹងទៅដល់វ៉ាននេះដោយប្រើ chip ប្រភេទ LoRa ដែលអាចមានចម្ងាយពី1គីឡូដល់1គីឡូម៉ែត្រឬក៏មានប្រភេទ10គីឡូម៉ែត្របើសិនជាក្នុងករណីអត់មានអ្វីបាំងតាមចការតាមវាលស្រែអញ្ចឹងយើងអត់ចាំបាច់អូសខ្សែចា៎នេះជាគេហៅថាជាបច្ចេកវិទ្យា wireless ដែលវាខុសពី wireless Wi-Fi ជាប្រភេទ wireless ផ្សេងមួយទៀតដល់មកយើងមានជាប្រភេទ sensor ផ្សេងទៀតដែលអាចភ្ជាប់ជាមួយនឹង controller មួយចំនួនបានដូចនេះប្រភេទសំណាបដីអានេះគ្រប់គ្រងសំណាបដីអានេះអាចប្រើផ្ទាល់ជាមួយនឹងវ៉ានអត់ចាំបាច់ឆ្លងកាត់ controller ក៏បានភ្ជាប់មួយ controller ក៏បានយើងអាចសេរី SML នេះសម្រាប់ចង់បានសំណាបប៉ុន្មានចាប់ដើមដើរហើយយើងមានប្រភេទនេះគឺសំណាបដីដែរតែប្រភេទ wireless នេះត្រូវប្រើជាមួយ controller របស់ខាងខ្ញុំមិនប្រើបានខាងខ្ញុំធ្វើនេះព្រោះនេះយើងធ្វើឲ្យវាស៊ីជាមួយគ្នាអានេះមានតែប្រើថ្មអត់ប្រើខ្សែទេនេះក៏ប្រភេទសំណាបដីដែរអានេះប្រភេទ FDR នេះប្រភេទនេះគឺប្រភេទថ្មីដែលគេនិយមប្រើអញ្ចឹងប្រភេទនេះក៏អាចប្រើផ្ទាល់បានដែរត្រូវប្រើជាមួយពួកប្រភេទ controller អានេះ sensor ទឹកភ្លៀងយើងអាចសេរីថាភ្លៀងចាប់ពីប្រមាណទៅបានវាផ្ដាច់បាទអរគុណអូនេះខ្ញុំធ្វើសង្ខេបត្រឹមប៉ុណ្ណឹងហើយខ្ញុំនឹងមានវីដេអូក្រោយៗទៀតលម្អិតទៅលើប្រភេទ controller មួយនិងរបៀបភ្ជាប់ហើយនឹងលម្អិតពីវ៉ានមួយនេះតើមួយនេះវាខុសគ្នាយ៉ាងម៉េចរបៀបប្រើយ៉ាងម៉េច